បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំធ្វើការpractice ទៅលើការងារទី3ដែលនិយាយពីsymmetric encryption នេះហើយsecret key LF password ដែលយើងប្រើ password សម្រាប់ការងារទី3អញ្ចឹងយើងចូលទៅធ្វើនៅក្នុង Ubuntu server អញ្ចឹងមុននឹងយើងធ្វើនេះយើងធ្វើការបង្កើត folder មួយ folder ហ្នឹងយើងដាក់ឈ្មោះអីក៏បានដែរអញ្ចឹងយើងបង្កើតមក mkdir ថា folder ហ្នឹងដាក់ឈ្មោះខ្ញុំចុះដាក់ឈ្មោះ tip អញ្ចឹងយើង ls ចូល folder ហ្នឹងអញ្ចឹងយើងចូលទៅក្នុង folder ហ្នឹងយើងធ្វើការtouch file យើង touch file មួយថាដាក់ថា u40.tt ចុះនេះយើងដាក់ប៉ុណ្ណេះចុះតមកយើងធ្វើការ ls ទាំងអស់មើលថាយើងមាន file អីខ្លះនេះ file ដែលយើងមានប៉ុណ្ណេះអញ្ចឹងយើងធ្វើការរុញ file ដែលយើងមានទាំងអស់ហ្នឹងចូលទៅក្នុង folder ហ្នឹងអញ្ចឹងយើងធ្វើការរុញ file យើង ls slash su 40.txt តមកយើងវាមើល file មួយហ្នឹងថាវាបានចូលយើងរុញទៅបានចូលអត់អញ្ចឹងនេះយើងមកហើយ file ដែលយើងរុញចូលមិញហ្នឹងវាចូលនៅក្នុងនេះហើយតមកយើងមាន command ប៉ុណ្ណេះសម្រាប់យើង encrypt file ហ្នឹងយើងមានថាយើង encrypt វាយើង encrypt file ហ្នឹងដើម្បី send ទៅហើយអានេះ file ដើមរបស់យើងដែលយើង import ទៅហ្នឹងវាឈ្មោះថា au40.tt អញ្ចឹងយើង encrypt ទៅហ្នឹង file ដែល output របស់វាគឺ au40.enc នេះអញ្ចឹងយើងធ្វើការ run command ហ្នឹងអញ្ចឹងនេះយើងដាក់ password password នេះមានន័យថា password ដែលយើង encrypt data ដែលយើង send ទៅហ្នឹងអញ្ចឹងយើងដាក់ password 1 2 3មកអានេះ password នៅពេលដែលយើងdecrypt វាមកវិញអញ្ចឹងយើងក៏ដាក់ password 1 2 3ដូចគ្នាមកយើងបានប៉ុណ្ណឹងហើយយើង ls មើលថាវាមាន file ដែលមានឈ្មោះថា au40 .enc ហ្នឹងអត់ហើយ file ហ្នឹងបើពេលយើង encrypt ទៅវាមាន2 file ហើយវាមាន file ដើមរបស់វាគឺ au40.tt ហើយជាមួយនឹង au40.enc នេះអញ្ចឹងនេះវាមកហើយយើងមាន2 file ហ្នឹង file មួយ au40.enc ហើយ file មួយទៀត au40.tt អញ្ចឹងយើងបានប៉ុណ្្នឹងហើយយើងសាក vim file enc ហ្នឹងមើលថាវាមានអីនៅក្នុងហ្នឹងទិន្នន័យនៅក្នុងហ្នឹងអញ្ចឹងយើង vim វាមកនេះ file ដែលយើង encrypt ទៅហ្នឹងយើងមើលអត់យល់ទេព្រោះវាសិតជា key ដែលយើង encrypt ទិន្នន័យទៅអញ្ចឹងបើយើងចូលទៅមើលទិន្នន័យដើមរបស់វាយើងចូល vim au40 file .tt ហ្នឹងអាហ្នឹង file ដើមរបស់វាអញ្ចឹងនេះទិន្នន័យមុនហ្នឹងដែលយើងបានរុញទៅហ្នឹងអញ្ចឹងនេះវាទិន្នន័យជាទិន្នន័យដើមរបស់វាអញ្ចឹងយើងមើលយល់អញ្ចឹងនេះយើងធ្វើការ decrypt វាមកវិញយើងប្រើOpenSSL ហ្នឹងជាមួយនឹងkey មួយដែលដក D ហ្នឹងមានថាយើង decrypt វាមកវិញ decrypt ហ្នឹងមានថាយើង input file au40.enc ហ្នឹងហើយឲ្យវា output ទៅជា file អីក៏បានដែរអញ្ចឹងកន្លែងនេះខ្ញុំសាកកែ file ហ្នឹងដាក់ថាឈ្មោះខ្ញុំចុះដាក់ប៉ុណ្ណេះហើយនេះយើង decrypt មកវិញមានថាយើង decrypt មកវិញយើង output ហ្នឹងមានថា file ហ្នឹងយើងឲ្យឈ្មោះអីក៏បានដែរអញ្ចឹងនេះ password ដែលយើង encrypt មុនហ្នឹងអញ្ចឹងធ្វើការ decrypt មកវិញក៏យើងដាក់ password ហ្នឹងដដែលដែរ
នេះយើងធ្វើការ decrypt វាមួយវិញហើយយើងធ្វើការ ls មើលនេះមកវិញហើយដែល file ឈ្មោះថាtip.tt ហ្នឹងដែលខ្ញុំ output វាមុនហ្នឹងដែលយើង decrypt វាមកវិញយើង output មកដាក់ឈ្មោះខ្ញុំហើយជាមួយនឹង .tt ហ្នឹងអញ្ចឹងយើង ls យើងមើលយើងឆែកទៅមើល file ហ្នឹងមើលនេះយើងធ្វើការវាមើល file ហ្នឹង file ដែលយើង decrypt វាមកវិញហ្នឹងចឹងនេះ file យើង decrypt មកវិញយើងបានដូចដើមដែលយើង encrypt មុនហ្នឹងហើយអញ្ចឹងhomework មានតែប៉ុណ្្នឹងចា